ជំរាបសួរអ្នកទាំងគ្នាថ្ងៃនេះដែរខ្ញុំនឹងមកប្រាប់អ្នកទាំងគ្នាពីរបៀបសារ៉េ DPR ចឹងណាតោះអ្នកគ្នាដើម្បីលេខសារ៉េ DPR យើងត្រូវចេះដឹងពីរបៀបចាប់កន្លែងណាចឹងណាហើយអ្នកគ្នាក៏ជួយ subscribe ផងបាទនេះ account របស់ខ្ញុំជាមុនបងអ្នកគ្នាចុចជាងក្រៅមកហើយអ្នកគ្នាណារនេះការកំណត់មកគ្នាចុចចូលមកហើយអ្នកគ្នាអូសចុចក្រមអូសចំក្រមមកចុចពាក្យថាការកំណត់បន្ថែមរួចអ្នកគ្នាអូសមកក្រមមកឈប់អ្នកគ្នាអូសមកចាំផ្លែតអ្នកគ្នាចុចហ្នឹងមកអូសមករើសពាក្យថាជំរើសអ្នកអភិវឌ្ឍហើយអ្នកគ្នាអូសមកអូនចុះក្រមចឹងមកនេះអូមកហើយអ្នកគ្នាឃើញទំទូតឹងតូចធំអ្នកគ្នាឃើញចឹងហ៎អាហ្នឹងហើយជា DPI អញ្ចឹងអ្នកគ្នាដាក់តាមហ្នឹងមកអ្នកគ្នាដាក់500ចុះក្រោមមកយើងកុំដាក់ច្រើនពេកដាក់700វាទូចចឹងហើយអសវាទូចចឹងអ្នកគ្នាដាក់តាមហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយគ្នាយើងកុំភ្លេចជួយ subscribe ខ្ញុំផងដោយសារអានេះ channel ថ្មីណាchannel ថ្មីហើយអានេះaccount ទូរបស់ខ្ញុំនេះអ្នកគ្នាមិនក៏អានប្រកាន់អីនេះហើយវីដេអូយើងក៏ចាប់ត្រឹមដែរខ្ញុំសូមជម្រាបលាអ្នកទាំងអស់គ្នាហើយអញមិនភ្លេចណាកុំភ្លេចណាជួយ subscribe ផងអ្នកគ្នាអញ្ចឹងវីដេអូហ្នឹងក៏សូមបញ្ចប់ត្រឹមហ្នឹងដែរបាយបាយ